អ្វីបានជាប្រទេសកម្ពុជារបស់យើងមានវិមានឯករាជ្យស្ទើរតែគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជារបស់យើងហើយទាំងអស់គ្នាឆ្ងល់អត់ហេតុអ្វីបានជាគេសាងសង់វិមានឯករាជ្យស្ទើរតែគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជារបស់យើងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយហើយមកតាមដានវីដេអូនេះជាមួយនឹងខ្ញុំបងប្អូនទាំងគ្នាការសាងសង់វិមានឯករាជ្យស្ទើរតែគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសខ្មែរយើងដើម្បីជានិមិត្តរូបឬរំលឹកដល់ការទទួលឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងនៅថ្ងៃទី9វិច្ឆិកាឆ្នាំ1953ដើម្បីជាស្ដូវគោរពវិញ្ញាណក្ខន្ធដល់វីរបុរសនិងបុព្វបុរសខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុជាតិហើយមូលហេតុចម្បងនៃការសាងសង់វិមានឯករាជ្យនេះឡើងគឺដើម្បីតែទី1ជានិមិត្តរូបនៃឯករាជ្យជាតិសំណង់នេះត្រូវបានសាងសង់ឡើងតំណាងឲ្យភាពរុងរឿងសេរីភាពនិងការរួចចាកផុតពីនឹមត្រួតត្រារបស់បរទេសហើយទី2គឺស្ដូវគោរពវិញ្ញាណក្ខន្ធដើម្បីប្រើប្រាស់ជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យឯករាជ្យជាតិនិងការដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធយុទ្ធជនដែលបានបូជាសាច់ស្រស់ដើម្បីទឹកដីជាតិហើយទី3ចុងក្រោយគេនោះគឺការផ្សះផ្សាស្នេហាស្មារតីជាតិបងប្អូនទាំងគ្នានៅតាមបណ្ដាខេត្តនានាការសាងសង់វិមានឯករាជ្យជួយអប់រំនិងជួយរំលឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសយុវជនជំនាន់ក្រោយឲ្យមានការចងចាំអំពីប្រវត្តិសាស្ត្រនិងគុណតម្លៃនៃសន្តិភាពរបស់ប្រទេសកម្ពុជាយើងបងប្អូនទាំងគ្នាហើយនេះគឺជាមូលហេតុដែលគេសាងសង់វិមានឯករាជ្យស្ទើរតែគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជារបស់យើងដោយដែលការដែលខ្ញុំបាននិយាយនៅខាងលើនេះអញ្ចឹងបងប្អូនទាំងគ្នាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងផងដែរសម្រាប់ការធ្វើវីដេអូនេះមួយឡើងចែកជូនទៅដល់បងប្អូនទាំងគ្នាហើយជាចុងក្រោយអ្នកទាំងគ្នាកុំភ្លេចជួយចុច like share វីដេអូរបស់ខ្ញុំមកសាដើម្បីទទួលបានវីដេអូថ្មីៗនៅវីដេអូក្រោយ